អាហារូបករណ៍គឺជាក្តីស្រមៃរបស់អ្នកសិក្សាគ្រប់រូបដើម្បីទទួលបានវាត្រូវការឆ្លងកាត់ដំណាក់កាលជាច្រើននេះគឺជាបញ្ហាដែលពួកយើងបានរកឃើញទីមួយគឺ lack of awareness and information សម្រាប់អ្នកដែលនៅតាមទីជនបទឬនៅតាមខេត្តមួយចំនួនពួកគាត់មួយចំនួនពុំសូវបានដឹងអំពីព័ត៌មាននៃអាហារូបករណ៍នេះឡើយហើយបើអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសវិញព័ត៌មានខ្លះនិយាយជាភាសាអង់គ្លេសដែលធ្វើឲ្យពួកគាត់ពិបាកនឹងស្វែងយល់លម្អិតអំពីអាហារូបករណ៍មួយនោះទីពីរ complicated application process បើអាហារូបករណ៍នៅក្នុងប្រទេសទាមទារឲ្យយើងដែលទើបតែចប់ថ្នាក់ទី12ហ្នឹងទាមទារឲ្យយើងបានទទួលបាននូវនីតិល្អនិងមានការបើសម្រាប់សាកលវិទ្យាល័យមួយចំនួនបើយើងបាននីតិល្អយើងមានភាគរយខ្ពស់នៅក្នុងការបានអាហារូបករណ៍នៅទីនោះតែសម្រាប់សាកលវិទ្យាល័យមួយចំនួនទៀតមានការប្រឡងចូលហើយបើអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសទាមទារឲ្យយើងមានការប្រឡងនិងឬក៏សម្ភាសន៍ហើយមានការរៀបចំឯកសារជាច្រើនដើម្បីបានទៅសិក្សានៅទីនោះទី3កត្តាភាសាពិតជាសំខាន់មែនទែនដោយសារតែបើយើងចង់ទៅសិក្សានៅក្រៅប្រទេសទាមទារឲ្យយើងមានជំនាញនៅក្នុងការជំនាញភាសាឲ្យបានស្ទាត់ជំនាញនេះគឺជា customer discovery ដែលយើងបានទៅ survey គាត់កាលពីខែមុនproposed solution ហេតុនេះហើយបានជាពួកយើងបង្កើតនៅ website ដើម្បីផ្សព្វផ្សាយនៅអាហារូបករណ៍មួយឡើងដែលមានឈ្មោះថារៀនហើយកត្តា3ដែលធ្វើឲ្យពួកយើងបង្កើតវាឡើងទី1គឺ scholarship hub គឺជាបណ្ដុំនៅអាហារូបករណ៍ដើម្បីផ្សព្វផ្សាយទៅកាន់សិស្សឬក៏និស្សិតដែលប្រកបចង់បានអាហារូបករណ៍ទាំងអស់នោះទី2 application guidance គឺជាការជួយណែនាំឲ្យដាក់ពាក្យបានគឺជាការជួយណែនាំអំពីអាហារូបករណ៍បានត្រឹមត្រូវការសម្ភាសន៍និងការប្រឡងចូលដើម្បីបានទៅសិក្សាដើម្បីឲ្យជាប់អាហារូបករណ៍និងបានទៅសិក្សានៅទីនោះទី3គឺ early awareness គឺជាការផ្សព្វផ្សាយយ៉ាងរហ័សដើម្បីឲ្យសិស្សឬក៏និស្សិតដឹងដំណឹងបានលឿនដើម្បីឲ្យពួកគេបានត្រៀមទុកជាមុននេះគឺជា target customer របស់យើងទី1 university student ដែលមានអាយុចាប់ពី18ទៅ24ឆ្នាំហើយគឺជាសិស្សដែលមានជីវភាពខ្វះខាតយើងហើយតមកយើងក៏មានគ្រូសម្រាប់ដើម្បី provide course សម្រាប់ឲ្យយើងសិក្សាដើម្បីត្រៀមទៅប្រឡងឬក៏សម្ភាសន៍អីមួយនេះគឺជា prototype របស់ពួកយើង value proposition ជួយឲ្យយើងទី1 find scholarship easily វាជួយឲ្យយើងស្វែងរកអាហារូបករណ៍បានលឿននិងងាយស្រួលទី2 access verified opportunity មានការទទួលស្គាល់ពីក្រសួងអប់រំនិងសាកលវិទ្យាល័យបណ្ដាសាកលវិទ្យាល័យដែលយើងបានសហការជាមួយនឹងហើយមានការឆ្លងបោកទី3 detail on website របស់ពួកយើងមានការប្រាប់បានយ៉ាងច្បាស់លាស់ហើយជួយប្រាប់កុំឲ្យយើងដាក់អាហារូបករណ៍ឲ្យមានកំហុសជា computer របស់យើងទី1គឺ Scholar ទី2និងទី2 Study Abroad Center ដែលពួកគេមានផ្ដល់អាហារូបករណ៍ទាំងក្នុងស្រុកនិងក្រៅស្រុកដែលពួកគេមានលក់ខុសទៅមកគេគឺជាអ្នកប្រឹក្សាអំពីអាហារូបករណ៍នេះសម្រាប់ Scholar ពេល Scholarship Abroad ពួកគេមាន offer ខុសហើយ Scholarship Consultant តែសម្រាប់website របស់ពួកយើងដែលមានឈ្មោះថា Start រៀននោះគឺមានក្នុងនោះទាំងអស់ទី1គឺផ្ដល់អាហារូបករណ៍ទាំងក្នុងស្រុកនិងក្រៅស្រុកទី2មាន offer ខុសដែលសម្រាប់ឲ្យសិស្សឬនិស្សិតទិញខុសនោះទុកដើម្បីសិក្សាសម្រាប់ទៅប្រគល់ប្រជែងដើម្បីយកអាហារូបករណ៍ទៅបយើងគឺជាអ្នកប្រឹក្សាយោបល់អាហារូបករណ៍សម្រាប់សិស្សឬក៏និស្សិតទាំងអស់នោះហើយពួកយើងក៏មាន website សម្រាប់ជាតម្រូវការរបស់អ្នកប្រើប្រាស់ផងដែរ
នេះគឺជាដៃគូសហការរបស់យើងទី1មាន ABA ហើយនិងក្រសួងអប់រំ Scalability or growth strategy យុទ្ធសាស្ត្រដើម្បីលូតលាស់ទៅមុខទី1យើងចាប់ផ្ដើមដាក់ website យើងប្រើប្រាស់ជាផ្លូវការយើងគ្រាន់តែដាក់ហើយតមកទី2យើងអភិវឌ្ឍវាឲ្យកាន់តែមានភាពរហ័សនិងគួរឲ្យទុកចិត្តជាងមុនតទី3យើងចាប់ផ្ដើមពង្រីកវាទៅកាន់លក្ខណៈអន្តរជាតិនេះគឺជា team member របស់ពួកយើងនិង role and responsibility នេះគឺជា reference របស់ពួកយើង